ពិភពលោកកំពុងតែភ្ញាក់ផ្អើលនិងសម្ដែងក្តីបារម្ភខ្លាំងអំពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោមសម្ពាធឃ្លាំមើលរបស់អន្តរជាតិប្រទេសភូមាដែលជាសម្បុកជំរុំគ្រឿងញៀននៃតំបន់ត្រីកោណមាសបានបង្កើនប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញយ៉ាងសស័កស្រស្រាំកាសែតរដ្ឋភូមា The Global New Light of Myanmar បានធ្វើបច្ចុប្បន្នភាពនិងបញ្ជាក់ថាអាជ្ញាធរភូមាបានធ្វើប្រតិបត្តិការឆែកឆេរបនលបែងនិងបង្ក្រាបទីតាំងឆបោកអនឡាញដ៏ធំមួយកន្លែងនៅទីក្រុងស្វេកូកូជាប់ព្រំដែនថៃក្នុងប្រតិបត្តិការចន្លោះពីថ្ងៃទី18ដល់ថ្ងៃទី22វិច្ឆិកាកន្លងទៅថ្មីនេះអាជ្ញាធរភូមាបានចាប់ខ្លួនជនបរទេសចំនួនជិត1600នាក់ហើយរឹបអូសប្រមូលវត្ថុតាងទូរស័ព្ទដៃចំនួនជាង1000គ្រឿងព្រមទាំងបានរកឃើញឧបករណ៍សម្រាប់ភ្ជាប់ទៅបណ្ដាញផ្កាយរណប Starlink សម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន101គ្រឿងក្រុមជនល្មើសប្រើប្រាស់ឧបករណ៍របស់ Starlink នេះសម្រាប់ធ្វើសកម្មភាពឆបោកនិងល្បែងអនឡាញដោយស្ថិតក្រោមសម្ពាធស៊ើបអង្កេតរបស់គណៈកម្មការសភា Congress អាមេរិកក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Elon Musk បានប្រកាសផ្ដាច់ចោលបណ្ដាញ Starlink អស់ចំនួនជាង2500គ្រឿងនៅភូមានៅពាក់កណ្ដាលខែតុលាកន្លងទៅនៅពី3ខែចុងក្រោយនេះរបបសឹកភូមាបង្កើនប្រតិបត្តិការបង្ក្រាបបនលបែងនិងកន្លែងឆបោកអនឡាញរួចបានរំដោះមនុស្សច្រើនពាន់នាក់ដែលធ្លាក់នៅក្នុងអំពើទារុណកម្មបង្ខំឲ្យធ្វើការខុសច្បាប់រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយនៅពេលថ្មីនេះគឺអាជ្ញាធរភូមាបានសម្ញែងសកម្មភាពបង្ក្រាបដោយដាក់គ្រាប់បែកបំផ្ទុះនិងកំទេចអគារជំរុំឆបោកអនឡាញតែម្ដងជាប្រទេសដ៏ចម្បងដែលគ្រប់គ្រងដង្ហើមសេដ្ឋកិច្ចរបបសឹកភូមារដ្ឋអំណាចចិនខឹងផងនិងបារម្ភផងព្រោះតែមានពលរដ្ឋចិនច្រើនឡើងបានធ្លាក់នៅក្នុងសំណាញ់ឆបោកអនឡាញឬធ្លាក់ខ្លួនចូលប្រព្រឹត្តបទល្មើសឆបោកតាមអ៊ីនធឺណិតកន្លែងឆបោកអនឡាញជាច្រើននៅភូមាមានការចូលរួមតិចឬច្រើនពីសំណាក់ជនខិលខូចចិនដែលពួតដៃជាមួយបណ្ដាញជនល្មើសភូមានេះបើតាមក្រុមអ្នកជំនាញកិច្ចការភូមាដោយបានបញ្ជាក់ទៀតថានេះពេលកន្លងទៅរដ្ឋអំណាចរបបសឹកភូមាបានបិទភ្នែកធ្វើមិនដឹងមិនឮចំពោះបណ្ដាញក្រុមឧក្រិដ្ឋជនឆបោកអនឡាញទាំងអស់នោះដើម្បីជាថ្នូរទៅនឹងការត្រួតត្រាតំបន់ព្រំដែនសម្រាប់កុំឲ្យបង្កការបះបោរប្រឆាំងរបបសឹកការដែលភូមាស្ទុះស្ទាបង្ក្រាបក្រុមជនឆបោកអនឡាញនៅពេលនេះក៏ពីព្រោះតែការបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់ការបោះឆ្នោតត្រូវរៀបចំនៅដើមឆ្នាំ2026ខាងមុខនេះស្របតាមបំណងប្រាថ្នារបស់មេដឹកនាំរដ្ឋប្រហារភូមាគឺលោកឧត្តមសេនីយ៍យោធាមីនអងលៀងដើម្បីធ្វើឲ្យការដឹកនាំរបស់ខ្លួនស្របច្បាប់តែប្រទេសថៃជិតខាងយល់ឃើញថាការបោះឆ្នោតភូមានៅពេលខាងមុខនេះគ្មានសេរីភាពនិងយុត្តិធម៌នោះឡើយនេះបើតាមរដ្ឋមន្ត្រីការបរទេសថៃដោយថែមទាំងទាមទារឲ្យរបបសឹកភូមាដោះលែងលោកស្រីអ៊ុងសានស៊ូជី